នៅក្នុងឆ្នាំ2026ម៉ាស៊ីនភ្ញាក់អូតូស្វ័យប្រវត្តិឆ្នាំ28ពងនិង40ពងបានផ្លាស់ប្ដូរអេក្រង់បញ្ជាម៉ូដថ្មីអញ្ចឹងបងប្អូនមកមើលអំពីការដំណើរការនៃការរៀបចំការដាក់ទឹកជាមួយនឹងការដាក់ពងដំណើរការនៃការកំណត់កម្មវិធីភ្ញាក់នៅក្នុងម៉ាស៊ីនភ្ញាក់អូតូស្វ័យប្រវត្តិមួយនេះចុះពេលដែលបងប្អូនទទួលបានម៉ាស៊ីនបងប្អូនគ្រាន់តែភ្ជាប់ជាមួយនឹងជើងដបទឹករបស់វានេះមានមួយហើយនឹង2ភ្ជាប់ទៅយកចូលជើងម៉ាស៊ីនមកមួយពីរហ្នឹងមកបន្តមកទៀតបងប្អូនគ្រាន់តែរកជាមួយនឹងដបបាទយើងអាចប្រើជាមួយនឹងដបកូកាក៏បានដបភេសជ្ជៈគ្រប់ប្រភេទក៏បានបាទដោយសារដបភេសជ្ជៈគ្រប់ប្រភេទដបកូកាវាទៅជាមួយនឹងកម្រិតសរបស់វានេះចឹងយើងមានកម្រិតសចំនួន2នៅក្នុងថង់បងប្អូនយកមកមូកម្រិតសចូលទៅដាក់ទឹកចូលឲ្យផ្កាត់ចុះចេញមកវាអត់ហៀទេណាវាមានស្លាបពេលរបស់វានេះអញ្ចឹងយើងដាក់ទឹកមួយដបសិនមកនៅផ្នែកខាងក្រោយចំពោះការប្រើប្រាស់ទឹកនេះបងប្អូនទី1បងប្អូនទៅមើលទយោទឹករបស់យើងឲ្យស្មើជាមួយនឹងម៉ាស៊ីនកន្លែងដាក់ដបទឹកជាមួយម៉ាស៊ីនឲ្យស្មើគ្នាកុំឲ្យម្ខាងទីម្ខាងខ្ពស់ណាហើយការប្រើប្រាស់ទឹកបងប្អូនប្រើត្រឹមតែមួយដបនៅខាងក្រោយនេះសិនបានហើយប្រើរយៈពេល7 8ថ្ងៃចាំយើងថែមអានេះមួយទៀតនៅខាងមុខណាឥឡូវនេះយើងប្រើតែមួយសិនបានដើម្បីបើកម៉ាស៊ីនបាទបន្តមកទៀតគឺយើងចូលដល់ចំណុចនៃការរៀបចំកន្លែងដាក់ពងបងប្អូនឃើញអាបំពង់សសនេះយើងរៀបចំកន្លែងដាក់ពងបែបនេះមកបាទអញ្ចឹងវាមានអាមញងខ្មៅរបស់វានៅខាងនេះកលៈនេះយើងដាក់ចូលបែបនេះចូលបែបនេះអញ្ចឹងមកអញ្ចឹងយើងរៀបប្រឡោះបែបនេះគឺយើងសម្រាប់ដាក់ពងមាន់បើសិនជាបងប្អូនចង់ភ្ញាស់ជាមួយនឹងពងទាបងប្អូនអាចដង្កើខិតវាតាមទំហំធំតូចបានណាបាទអាចដង្កើខិតប៉ុណ្នេះក៏បានបាទឬក៏យើងដកចេញមកមួយមកបាទបងប្អូនឃើញទំហំហ្នឹង1 2ណាអញ្ចឹងយើងអាចចង់ដាក់ពងទាយើងសេរីប្រឡោះឲ្យធំតិចចង់ដាក់ពងមាន់សេរីប្រឡោះប៉ុណ្នេះហើយបងប្អូនចង់ដាក់ពងជ្រួចខិតវាញឹកជាប់គ្នាចេះក៏បានដែរឬក៏ចង់ដាក់ប៉ុណ្នេះក៏បានដែរបន្ទាប់ពីយើងរៀបចំបែបនេះហើយបងប្អូនមកមើលកន្លែងមើលទឹកដែលយើងដាក់ចូលនេះគឺវាហូរចូលបានម៉ាស៊ីននេះអញ្ចឹងទឹកនឹងវាហូរទៅកន្លែងណាគឺវាហូរចូលបានម៉ាស៊ីនតែបែបនេះបាទអញ្ចឹងយើងលុកដៃមកបាទទឹកនឹងវាត្រឹមតែកញ្ចក់ដៃយើងប៉ុណ្ណឹងបាទរែកប៉ុណ្ណឹងកាលណាវាហូរមកពេញវាឈប់ហូរហើយអញ្ចឹងយើងប្រើតែមួយនៅផ្នែកខាងក្រោយសិនបានចំពោះឆ្នាំ28ពងណាបាទបន្តមកទៀតយើងគ្របកម្រិតបិចិតបាទបងប្អូនឃើញម៉ាស៊ីនរបស់យើងវាមានកេសស្នោប្រអប់ការពារបងប្អូនចង់ដកចេញក៏បានមិនចាំបាច់ដកចេញក៏បានដែរអាហ្នឹងតែយើងប្រើទេបាទបើសិនជាយើងដាក់ម៉ាស៊ីននៅកន្លែងបន្លប់ត្រជាក់យើងដកចេញមកបើសិនជាយើងដាក់ម៉ាស៊ីននៅកន្លែងក្តៅយើងគួរតែដាក់ស្នោវាមកវាការពារបានល្អណាបាទហើយបន្តមកទៀតចូលដល់ចំណុចបន្ទាប់គឺយើងដោតដោយភ្លើងមើលកម្មវិធីសេរីកម្មវិធីនៃការកំណត់ការភ្ញាក់ពងមាន់បាទអញ្ចឹងម៉ាស៊ីនរបស់យើងមានមុខងារ2បងប្អូនចង់ដោតអគ្គិសនីក៏បានបងប្អូនចង់ចាប់ជាមួយនឹងអាគុយក៏បានវាមានខ្សែអាគុយមកស្រាប់បងប្អូនចង់ប្រើម្ដងទាំងពីរចូលគ្នាក៏បានដែរនៅពេលដែលយើងដោតភ្លើងហើយយើងឃើញលេខកម្ដៅអង្សានៅខាងលើនេះចេញលេខ33.1បាទអញ្ចឹងកម្ដៅអង្សានេះគឺ33.1នេះគឺជាកម្ដៅជាក់ស្ដែងនៅក្នុងម៉ាស៊ីនដែលម៉ាស៊ីនរបស់យើងមិនទាន់មានសភាពក្ដៅទេអញ្ចឹងវាចាយពេលប្រហែលជា2 3នាទីវានឹងឡើងកម្ដៅម្ដងតិចរហូតទៅដល់កម្ដៅដែលយើងបានចុចកំណត់អញ្ចឹងចំពោះការចុចកំណត់បេតុងចុចរបស់វាមានចំនួន4បងប្អូនមើលឃើញបេតុងមួយនេះនេះគឺជាបេតុងបើកពើឆ្លោះនៅខាងលើបាទបើកពើអញ្ចឹងយើងចង់បើកពើយើងចុចបេតុងហ្នឹងទៅណាបាទហើយអញ្ចឹងយើងចូលមកដល់ការកំណត់កម្មវិធីភ្ញាស់ចេះតើតើនឹងការកំណត់កម្មវិធីភ្ញាស់ដើម្បីសេរីកម្ដៅភ្ញាស់បានបងប្អូនចុចបេតុងនេះមួយផ្លឹបបាទឃើញភ្លើងក្រហមលុតផ្លឹបផ្លែតទេបាទ37.8អញ្ចឹងស្រៀនពីរោងចក្រមកគេដាក់យើង37.8អញ្ចឹងយើងភ្ញាស់ពងមាន់យើងថយវាដាក់37.5បានទេបាទបើសិនជាបងប្អូនភ្ញាស់ពងទាលាយមួយពងមាន់ដាក់37.8ទៅណាបាទតែបើបងប្អូនភ្ញាស់ជាមួយនឹងពងមាន់សុទ្ធមិនលាយជាមួយនឹងពងអីទាំងអស់គឺដាក់ពងមាន់សុទ្ធយើងប្រើកម្ដៅ35អញ្ចឹងចុចបេតុងសេរីបុកដកបានប៉ុណ្្នឹងហើយបងប្អូនចុចបេតុងនេះវិញមកបាទសេតមកវាជាប់លេខកម្ដៅអង្សា37.5ហ្នឹងទុកតែម្ដងអញ្ចឹងកម្ដៅជាក់ស្ដែងនៅក្នុងម៉ាស៊ីននេះបាទវាកំពុងតែបញ្ឆេះកម្ដៅវាឡើងម្ដងតិចបាទពី34ឡើងដល់35 36ហើយបងប្អូនឃើញភ្លើងក្រហមកន្លែងនេះបាទកាលណាម៉ាស៊ីនកំពុងតែបញ្ចេញកម្ដៅក្ដៅគឺវាលុបភ្លើងក្រហមកន្លែងហ្នឹងឯងបាទអញ្ចឹងវាឡើងម្ដងតិចរហូតទៅដល់37.5វានឹងកពេថេអូតូនឹងស្កលេខរបស់វាជួនកាលវាលើសតិចតួចទេបាទវាលើសដល់37.8វាចុះមកវិញវាឡើងចុះ delay ឬក៏ពជាពេលរបស់វាប៉ុណ្្នឹងណាបាទអញ្ចឹងវាឡើងដល់37.0ណាបាទអញ្ចឹងដល់ពេលវាឡើងដល់37.5ភ្លើងក្រហមកន្លែងហ្នឹងវានឹងអត់លុតទេបាទអញ្ចឹងវាកំណត់កម្ដៅអូតូស្វ័យប្រវត្តិយើងសេតកន្លែងហ្នឹងឯងបាទចុះបងប្អូនចង់ដូរបុកដកឡើងដូរតាមហ្នឹងទៅបាទប៉ុន្តែពងមាន់ដាក់37កន្លះណាបាទអូខេហើយអេក្រង់ដែលយើងឃើញលេខ 0.1 នេះគឺជាថ្ងៃនៅពេលដែលយើងបើកម៉ាស៊ីនបាន1ថ្ងៃម៉ាស៊ីនរបស់យើងចេញលេខ01នៅពេលដែលយើងបើកម៉ាស៊ីនបាន2ថ្ងៃវាចេញលេខ02ពេលយើងបើកម៉ាស៊ីនបាន10ថ្ងៃចេញលេខ10ចឹងទៅអញ្ចឹងម៉ាស៊ីននេះវាមានអេក្រង់បង្ហាញព័ត៌មាន2ខាងលើអេក្រង់ខាងកម្ដៅខាងក្រោមគឺអេក្រង់បង្ហាញអំពីលេខថ្ងៃដែលយើងបើកម៉ាស៊ីនបានប្រហែលថ្ងៃគឺវាលុតលេខប៉ុណ្ណឹងចំណុចមួយទៀតម៉ាស៊ីនរបស់យើងពេលដែលដល់ភ្លើងគឺបងប្អូនតែងតែឆ្ងល់ថាអាម៉ាទ័រpower pong នេះវាអត់ធ្វើអញ្ចឹងគឺយើងបានកំណត់ម៉ោងឲ្យស្រេចរយៈពេល3ម៉ោងធ្វើអូតូម្ដង3ម៉ោងធ្វើអូតូម្ដងបងប្អូនមើលតាមផ្លាកដែលយើងបិទពីមុខនេះ
បាទអញ្ចឹងម៉ាស៊ីនអូតូបង្វិលពងស្វ័យប្រវត្តិក្នុងពេល3ម៉ោងម្ដងហើយបើសិនជាយើងចង់ដឹងមើលឬក៏ថាវាវើឬក៏វាមិនវើឬក៏យើងចង់ test មើលយើងចុចប៊ីតុងសញ្ញាបូកមកពុកបងប្អូនឃើញភ្លើងក្រហមឡើងនេះបាទហើយបន្ទាប់មកយើងលូកដៃទៅស្ទាបនេះលូកដៃស្ទាបមកអានេះជាប់ទេអត់មានឆក់អីទេបាទជាប់ស្ទាបកន្លែងហ្នឹងមកយើងឃើញវាវើតិចឯងហើយយើងមើលនៅលើជើងអាឡូនេះពេលខ្លះយើងមើលអត់ចង់ដឹងទេដោយសារតែវាវើតិចមែនតើបាទអញ្ចឹងទៅលូកដៃស្ទាបកន្លែងហ្នឹងណាបាទអញ្ចឹងដល់ម៉ោងវាបោះវាគឺ3ម៉ោងវាវើម្ដងហើយវាវើតាមបានបន្តិចបាទវាវើតាមចំហៀងពងគឺវាឈប់វើហើយ3ម៉ោងកើតបានវាវើមកចំហៀងពងថែមទៀតណាអញ្ចឹងគឺយើងកំណត់អូតូស្វ័យប្រវត្តិរយៈពេល3ម៉ោងវើម្ដងបន្ទាប់ពីយើងបានចុចកំណត់កម្មវិធីកម្ដៅបាទមើលការបង្វិលពងដាក់ទឹកចូលក្នុងម៉ាស៊ីនរួចរាល់បើកម៉ាស៊ីនហើយម៉ាស៊ីនក៏បញ្ចេញកម្ដៅក្ដៅបានល្អហើយយើងចាប់ផ្ដើមរៀបចំបញ្ចូលពងនៅក្នុងម៉ាស៊ីនភ្ញាស់អញ្ចឹងពងបងប្អូនទៅមកទុកមកហើយអានេះជាប្រអប់ស្នោរបស់វាកុំបោះប្រអប់ស្នោចោលណាតែអាហ្នឹងដាក់ពងបានបាទអញ្ចឹងពងយើងសម្អាតជួយស្អាតសរសេរថ្ងៃខែដែលយើងដាក់ភ្ញាស់ចំពោះការដាក់ពងគឺបងប្អូនទម្រាបខាងស៊ូជាមួយនាទានេះដាក់បែបនេះចេះស៊ូទាបដិញគ្នាទៅបងប្អូនចង់ដាក់បឈរអញ្ចេះក៏បានបាទចង់ដាក់ផ្ដេកក៏បានក៏ប៉ុន្តែចំណុចសំខាន់គឺសុំដាក់ពងឲ្យពេញជាជួរមួយជួរគឺ4ពងក៏បាន5ពងក៏បានទៅតាមពងទុយពងធំណាបងប្អូនធ្វើម៉េចដាក់ឲ្យមកពេញមួយណែនហ្មងកុំឲ្យដាក់នៅសល់ប្រឡោះបាទបងប្អូនខ្លះគាត់ខ្លាចម៉ាស៊ីនឲ្យវាអត់ប្រវល់គាត់ព្យាយាមដាក់នៅសល់ប្រឡោះជាអញ្ចឹងកុំធ្វើបែបហ្នឹងអញ្ចឹងណាសុំធ្វើម៉េចដាក់ឲ្យមកពេញតែម្ដងដើម្បីឲ្យពងរបស់យើងវាវើបានល្អហើយវាមិនមានចរណាផ្លាស់ទីខ្លាំងបាទចំពោះប្រឡោះខាងនេះក៏បងប្អូនអាចដាក់បានដែរបាទបើសិននេះបើយើងដាក់មកពេញមួយណែនហ្មងយើងដាក់បានរហូតដល់30ពងណាបងប្អូនបាទបើយើងដាក់ឆ្លាស់វាបានមកចន្លោះពី24ទៅ28ពងអញ្ចឹងយើងអាចរៀបពងរបស់យើងបានបែបនេះណាអញ្ចឹងយើងរៀបចំបែបហ្នឹងមកអញ្ចឹងបងប្អូនគូសស្វឺតនៅលើនេះគូសសញ្ញាព្រួយបែបហ្នឹងចេះបាទមូលហេតុដែលខ្ញុំគូសសញ្ញាព្រួយហ្នឹងគឺចង់ឲ្យបងប្អូនងាយស្រួលមើលតើតាមដានមើលតើរយៈពេល3ម៉ោងវាធ្វើអូតូអត់បាទអញ្ចឹងនៅពេលដែលយើងគូសសញ្ញាព្រួយបែបហ្នឹងហើយបងប្អូនអាចធ្វើតេស្តបានចុចប៊ីតុងសញ្ញាបូកហ្នឹងមកពោកបាទឃើញភ្លើងក្រហមឡើងនេះបាទហើយមើលទៅលើសញ្ញាព្រួយរបស់យើងនេះអញ្ចឹងសញ្ញាព្រួយរបស់យើងមានចរណាផ្លាស់ទីអង្គើតិចមកបាទអញ្ចឹងមានន័យថា3ម៉ោងក្រោយគឺវាផ្លាស់ទីបន្តទៀតហើយបាទអញ្ចឹងវាវើតិចវើមកជាហៀងតិចឯងបាទអញ្ចឹងបើសិនវាអូតូបែបហ្នឹងអញ្ចឹងពេលយើងដាក់ពងជាជួរបែបហ្នឹងហើយគឺយើងគ្របឲ្យចិត្តបាទកុំឲ្យមានប្រឡោះប្រហោងហើកន្លែងណាបងប្អូនគ្របឲ្យចិត្តហើយដោតភ្លើងទុកចោលអញ្ចឹងទៅបាទអញ្ចឹងរួចជាការសាច់តែម្ដងចំពោះការរៀបចំកន្លែងដាក់ពងរបស់យើងការភ្ញាក់ពងមកហើយចំណុចមួយទៀតនៅពេលដែលបងប្អូនបើកម៉ាស៊ីននេះបាទបើកម៉ាស៊ីននៅបានរយៈពេល1ថ្ងៃឬក៏2ថ្ងៃលេខហ្នឹងវានឹងផ្លាស់ប្ដូរហើយម៉ាស៊ីនរបស់យើងវាអត់មាននាការមើលម៉ោងកំណត់ម៉ោងដូចដំណើរការនាការយើងធម្មតាទេវាអត់ដឹងថ្ងៃល្ងាចយប់ទេអញ្ចឹងបងប្អូនបើកម៉ាស៊ីននៅពេលវេលាម៉ោងស្មើណាតតែដល់ម៉ោងស្មើនឹងវិញស្អែកវិញបានវាផ្លាស់ប្ដូរលេខទៅជាលេខ2ណាបាទឧទាហរណ៍ថាឥឡូវនេះម៉ោង10ព្រឹកអញ្ចឹងតស្អែក10ព្រឹកវិញបានវាដូរទៅជាលេខ2វិញបាទអញ្ចឹងតតែដល់ម៉ោងពេលវេលារបស់វាជប់24ម៉ោងក៏បានវាដូរអូតូលេខនេះតែម្ដងហើយបើសិនជាយើងចង់ផ្លាស់ប្ដូរលេខនេះឧទាហរណ៍ថាយើងយកពងពីសបុកមកបាទដែលមេក្រាបបានរយៈពេល10ថ្ងៃហើយយើងយកមកដាក់ចូលម៉ាស៊ីនឬក៏យើងចង់រាប់ថ្ងៃចំនួនថ្ងៃតបងប្អូនគ្រាន់តែចុចប៊ីតុង2នេះមកនេះបាទយកម្រាមដៃមួយដាក់លើប៊ីតុងសេតម្រាមដៃមួយដាក់លើប៊ីតុងសញ្ញាបូកអញ្ចឹងសកត់2នៅជាប់ក្នុងពេលតែមួយណាកុំដកដៃចេញសកត់ទៅជាប់មកបាទឃើញលេខកូដP1 P1 បាទ P1 អត់ប៉ះពាល់ទេហាមប៉ះពាល់ណាហើយចុចប៊ីតុងសេតនេះមួយមកឃើញ P2 P2 នេះក៏អត់ប៉ះពាល់ដែរចុចប៊ីតុងសេតនេះមួយទៀតឃើញ P3 អានេះក៏អត់ប៉ះពាល់ដែរហាមប៉ះពាល់ណាបាទចុចប៊ីតុងមួយទៀតមកឃើញ P4 អត់ប៉ះពាល់វាទេ S1 អានឹងក៏អត់ប៉ះពាល់ដែរ S2 អត់ប៉ះពាល់ទេ S3 អត់ប៉ះពាល់ទេអ្វីដែលបងប្អូនទៅដូរគឺលេខកូដ S4 S4 បងប្អូនឃើញលេខ1អញ្ចឹងបើសិនជាខ្ញុំយកពងពីសបុកមកដែលមានអាយុ10ថ្ងៃយកមកដាក់ខ្ញុំចង់ឲ្យលេខម៉ាស៊ីនវាបង្ហាញលេខ01នេះទៅជាលេខ10អញ្ចឹងយើងទៅដូរលេខកូដ S1 នេះចុចប៊ីតុងnàyជាប់មកបាទបើយើងដូរលេខកូដS4 ហ្នឹងណាដូរលេខកូដ S4 ទៅដាក់លេខ10អញ្ចឹងឧទាហរណ៍ខ្ញុំដាក់លេខ10ដាក់លេខកូដ S4 ទៅជាលេខ10បាទបានលេខ10ហ្នឹងហើយចុចប៊ីតុង set មកវាដល់ដើមហ្នឹងអញ្ចឹងម៉ាស៊ីនចាប់ផ្ដើមរាប់ពីថ្ងៃទី10ទៅហើយបាទអញ្ចឹងដល់ពេលស្អែកឡើងវាចូលថ្ងៃទី11ខាងស្អែកចូលថ្ងៃ12ហើយបាទអញ្ចឹងបើសិនបងប្អូនចង់ដូរលេខចំនួនថ្ងៃហ្នឹងគឺចុចប៊ីតុងបែបហ្នឹងចឹងឯងដូរតែលេខកូដ S4 បានហើយណាបាទហាមដូរលេខកូដផ្សេងៗណាបាទ
ចឹងអានេះក៏ផ្សេងៗគឺហាមប៉ះពាល់វាតែប៉ះពាល់វា error របស់វាហើយបាទអញ្ចឹង S1 S2 S3 S4 បាទអញ្ចឹងយើងថយដាក់លេខ1វិញទៅដើម្បីឲ្យរាប់ពីថ្ងៃទី1ទៅអញ្ចឹងចុចបេតុង set មកជាប់ឃើញលេខ1វិញហើយអញ្ចឹងអានេះគឺជារបៀបនៃការផ្លាស់ប្ដូរថ្ងៃខែនៅលើម៉ាស៊ីនដើម្បីរាប់ចំនួនថ្ងៃបន្តទៀតពេលយើងដាក់ពងភ្នាស់ពេលដែលយើងរៀបចំម៉ាស៊ីនរួចរាល់ហើយបងប្អូននឹងឃើញសំណាញ់ស្បែកពណ៌សនៅសល់ពីផ្ទាំងបែបនេះអញ្ចឹងសំណាញ់ស្បែកពណ៌សនេះគឺយើងដកទុកចោលសិនមកដោយសារពងនៅក្នុងម៉ាស៊ីនយើងជាប្រភេទពងថ្មីយើងត្រូវការឲ្យវាបង្វិលអូតូសិនណាអញ្ចឹងពងមាន់ត្រូវការបង្វិលរយៈពេល18ថ្ងៃពងទួច16ថ្ងៃពងកងានពងទា28ថ្ងៃអញ្ចឹងពងថ្មីៗឲ្យវាបង្វិលអូតូស្វ័យប្រវត្តិនៅពេលដែលពងនៅក្នុងម៉ាស៊ីនរបស់យើងគ្រប់អាយុ18ថ្ងៃពងមាន់18ថ្ងៃវាត្រូវញាស់ហើយចាប់ផ្ដើមយកសំណាញ់ស្បែកពណ៌សហ្នឹងមកយកមកប្រើវាយើងដាក់ពីលើបំពង់សសហ្នឹងមកហើយចំពោះខ្សែព្រឹងនេះបងប្អូនចង់ដកក៏បានអត់ដកក៏បានទុកវាចោលចឹងទៅបាទអញ្ចឹងលើកពងទាំងឡាយណាដែលគ្រប់អាយុ18ថ្ងៃជាប្រភេទពងចាស់ដែលយើងដាក់វាត្រូវញាស់ណាអញ្ចឹងដាក់នៅលើសំណាញ់ស្បែកពណ៌សហ្នឹងមកដើម្បីវាទាមលក្ខណៈនៃការញាស់នៅពេលដែលពងហ្នឹងវាចាប់ផ្ដើមញាស់ចេញជាកូនកូនអាចដើរនៅលើសំណាញ់ស្បែកពណ៌សនឹងបានហើយបើសិនជាបងប្អូនមានពងចាស់ផងពងថ្មីផងបើសិនជាយើងដាក់មកចំហៀងពងចាស់មកចំហៀងពងថ្មីយើងលើកឲ្យពងចាស់ហ្នឹងដាក់នៅលើសំណាញ់ស្បែកពណ៌សហើយសំណាញ់ស្បែករបស់យើងបត់វាចេញជាពីរមកណាពងថ្មីឲ្យវានៅបង្វិលពងអូតូមកចំហៀងបែបនេះអញ្ចឹងទៅអញ្ចឹងយើងធ្វើឲ្យវាចិត្តហើយរឿងដ៏សំខាន់គឺបងប្អូនត្រូវថែមទឹកឲ្យបាន2ដបហើយមើលទឹកមិនឲ្យខ្វះខាតពេលដែលពងវាទៅញាស់ណាបាទចឹងម៉ាស៊ីនរបស់យើងនេះគឺបែងចែកចេញជាពីរផ្នែកឯមកចំហៀងគឺពងដែលវាទៅញាស់ចេញជាកូនវានៅក្នុងសំណាញ់ស្បែកនេះបាទហើយមកចំហៀងទៀតពងថ្មីឲ្យវាបង្វិលអូតូទៅអញ្ចឹងនៅពេលដែលពងនេះចាប់ដើមញាស់ចេញជាកូនយើងអត់ចំណាត់ចំនួនម៉ោងទេរឿងកូនណានៅពេលដែលញាស់ចេញមកយើងទុកនៅកូននៅក្នុងម៉ាស៊ីនរយៈពេលប្រហែលម៉ោងក៏បានដែរតែបងប្អូនមើលតាមជាក់ស្ដែងទៅជួនកាលមករឹងដៃមករឹងជើងមកស្ងួតរោមអីវាអាចចាយពេល6 7ម៉ោងហើយដកកូននឹងចេញមកថែទាំនៅខាងក្រៅបានហើយអញ្ចឹងចំពោះការប្រើជាប្រចាំថ្ងៃរឿងដ៏សំខាន់គឺបងប្អូនមើល3ចំណុចទី1បងប្អូនទៅពិនិត្យមើលរឿងទឹកមិនឲ្យមានការខ្វះខាតដូចទឹកទេហើយចំណុចទី2បងប្អូនទៅពិនិត្យមើលទៅលើភ្លើងម៉ាស៊ីនខ្លាចវាលងដុយឬក៏មានបញ្ហាគេដកដុយលេងម៉ាស៊ីនអត់ដំណើរការចរន្តអគ្គិសនីរបូតអីអញ្ចឹងណាបាទហើយចំណុចទី3បងប្អូនពិនិត្យមើលគុណភាពពងណាល្អពងណាមិនល្អហើយពងដែលយើងដាក់នៅក្នុងម៉ាស៊ីនបានរយៈពេល10ថ្ងៃទៅ12ថ្ងៃយើងអាចឆ្លោះមើលឃើញហើយអញ្ចឹងបើកចុចបេតុងនេះមកបើកពើឆ្លោះមើលហើយពងណាអត់មានមេជីវិតយើងដកវាចេញពងណាដែលមានកូនមានសរសៃឈាមមានកូននេះយើងទុកវានៅក្នុងម៉ាស៊ីនភ្ញាក់បន្តទៀតបាទអញ្ចឹងនេះជាដំណើរការនៃការភ្ញាក់ពងមាន់របស់យើងបាទអរគុណច្រើនពុកម៉ែបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយទៀតនិយាយលម្អិតអំពីបច្ចេកទេសនៃការភ្ញាក់ផ្សេងៗទៀតបាទ